សូមស្វាគមន៍បងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយតោះកុំអោយបងប្អូនរងចាំយូរចូលទៅកាន់សាច់រឿងទាំងអស់គ្នារឿងនេះកើតឡើងនៅក្នុងផ្សារនាពេលយប់សូមជូនរឿងវិញ្ញាណខ្មោចស្រីក្នុងផ្សារពេលរាត្រីមានផ្សារតូចមួយនៅក្បែរភូមិដែលធ្លាប់តែអ៊ូអរមានមនុស្សជាច្រើននាពេលថ្ងៃបានប្រែមកជាស្ងាត់គួរឲ្យខ្លាចនៅពេលយប់អំពូលភ្លើងពណ៌លឿងទុំចាស់ៗនៅតាមភ្លើដើរក្នុងផ្សារចាប់ផ្ដើមឆែកភ្លឹបភ្លែតហាក់ដូចជាថាមពលមិនគ្រប់គ្រាន់បុប្ផារចនានិងសុផាគឺជាញាក់លក់ដូរវ័យក្មេង3ញាក់ដែលត្រីបង្ខំចិត្តនៅរៀបចំអីវ៉ាន់ដល់យប់ជ្រៅដើម្បីត្រៀមលក់នៅថ្ងៃបុណ្យធំដែលនឹងមកដល់នៅថ្ងៃស្អែកបុប្ផាយើងប្រញាប់រៀបឲ្យលឿនទៅខ្ញុំមានអារម្មណ៍មិនសូវស្រួលទេរចនានិយាយទាំងសំឡេងភ័យញ័រខណៈពេលកំពុងជួយរៀបបន្លែដាក់កន្ត្រកនាងគឺជាមនុស្សដែលខ្លាចខ្មោចជាងគេក្នុងចំណោមអ្នកទាំង3ឯងកុំភ័យពេកអីរចនាមានគ្នាដល់ទៅ3អ្នកហ្នឹងខ្លាចអីសុផាឆ្លើយតបទាំងទឹកមុខមាំប៉ុន្តែក្នុងចិត្តរបស់គេក៏ចាប់ផ្ដើមមានអារម្មណ៍ត្រជាក់ជុងដៃជុងជើងសំឡេងដែកធ្លាក់បោកនឹងឥតបានលឺឡើងចេញពីតូបលក់សាច់ដែលនៅមិនឆ្ងាយប៉ុន្មានពីពួកគេអ្នកទាំង3ភ្ញាក់ព្រឺតហើយងាកទៅមើលតាមប្រភពសំឡេងក្នុងភាពងងឹតនៃតូបលក់សាច់នោះពួកគេបានឃើញកាំបិតខ្វែវដ៏ធំមួយកំពុងតែយល់ទៅមកនៅលើទំពក់ដែកទាំងដែលមិនមានខ្យល់បក់សូម្បីតែបន្តិចបុប្ផាស្រែកសួរទៅកាន់ម្ចាស់តូបសាច់នោះអ្នកណាគេពូសនមែនក្នុងចិត្តបុប្ផាគិតថាជាធម្មតាគាត់ត្រឡប់ទៅផ្ទះបាត់ទៅហើយបុប្ផាសួរហើយគ្មានសំឡេងឆ្លើយតបមកវិញទេមានតែសំឡេងទឹកស្រក់ចេញពីម៉ាស៊ីនទឹកកកប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេស្រឡំកាំងនោះគឺទឹកដែលស្រក់មកនោះមិនមែនពណ៌សថ្លាទេវាគឺជាពណ៌ក្រហមដូចជាឈាមស្រស់សុផាស្រែកឡើងតោះយើងរត់ឲ្យលឿននៅពេលដែលគេឃើញស្រមោលខ្មៅធំមួយកំពុងតែវាចុះមកពីលើដំបូលផ្សារយឺតអ្នកទាំង3ស្ទុះរត់ទៅកាន់ច្រកចេញនៃផ្សារប៉ុន្តែមិនថារត់លឿនយ៉ាងណាក៏ដោយក៏ពួកគេហាក់ដូចជានៅវិលវល់នៅកន្លែងដដែលស្រាប់តែមានសំឡេងសាយក្រលួចម្យ៉ាងបានបន្លឺឡើងពីពេញផ្សាររចនាដែលរត់នៅក្រោយគេបង្អស់ស្រាប់តែមានអារម្មណ៍ថាមានដៃដ៏រឹងមួយហើយត្រជាក់ជាខ្លាំងមកចាប់កជើងរបស់នាងយ៉ាងជាប់នាងដួលទៅលើឥដ្ឋរួចស្រែកដង្ហោយរកមិត្តភក្តិជួយផងបុប្ផាសុផាជួយខៀមផងវាចាប់ជើងខៀមជាប់ហើយនៅពេលដែលបុប្ផានិងសុផាងាកមកមើលពួកគេបានឃើញរចនាកំពុងត្រើសកម្លាំងដែលមើលមិនឃើញអូសគាត់ថយក្រោយចូលទៅក្នុងតូបលក់សាច់ដងងងឹតនោះយ៉ាងលឿនរចនាសុផាស្រែកខ្លាំងរួចស្ទុះរត់ទៅដេញតាមមិត្តភក្តិដែលកំពុងត្រើសកម្លាំងអាចកំបាំងអូសចូលទៅក្នុងភាពងងឹតបុប្ផាភ័យញ័រទៅត្រើកតែនាងមិនអាចទុកមិត្តចោលបានឡើយនាងក៏រត់តាមសុផាទាំងត្រដាបត្រដួនៅពេលពួកគេមកដល់មុខតូបលក់សាច់ក្លិនស្អុយរលួយបានសាយភាយមកប៉ះច្រមុះយ៉ាងខ្លាំងរហូតដល់ចង់ថប់ដង្ហើមពន្លឺភ្លើងទូរស័ព្ទរបស់សុផាចាំងចូលទៅក្នុងតូបនោះអ្វីដែលពួកគេបានឃើញគឺរចនាកំពុងដេកសន្លប់នៅលើតុឈើដ៏ធំដែលគេប្រើសម្រាប់កាប់សាច់រចនាភ្ញាក់ឡើងសុផាស្ទុះទើអង្រួនខ្លួនរចនាប៉ុន្តែនៅពេលដែលគេប៉ះចំស្មារបស់នាងគេស្រាប់តែមានអារម្មណ៍ថាសាច់របស់នាងត្រជាក់ជាខ្លាំងបុប្ផាងាកភ្លើងទៅរកទីតាំងសំឡេងហើយនាងក៏ស្រែកឡើងស្ទើរដាច់សរសៃកសុផាមើលលើចិញ្ចៀងនោះនៅជ្រុងងងឹតនៃតូបសាច់មានស្រមោលស្ត្រីម្នាក់កម្ពក់ខ្ពក់ស្រឡះស្លៀកពាក់ខោអាវរហែកប្រឡាក់សុទ្ធតែឈាមនាងកំពុងតែយកកំបិតខ្វែវពីរមកជិតគ្នារួចសំលៀងវាបណ្ដាសម្លឹងមកពួកគេដោយភ្នែកដែលគ្មានប្រស័យពណ៌ខ្មៅទេគឺមានតែពណ៌សខ្មោចស្រីនោះបាននិយាយកាលពីមុនកន្លែងនេះគឺជាតូបរបស់យើងអ្នកណាក៏ដោយដែលចូលមកទីនេះពេលយប់ត្រូវតែទុកសាច់មួយចំណែកឲ្យយើងសំឡេងនោះស្អកហាក់ដូចជាចេញពីបំពង់កដែលត្រូវគេអាដាច់ខ្មោចស្រីនោះចាប់ដើមវាឡើងលើពីដានផ្សារយ៉ាងលឿនរួចក៏លោតចុះមកចំពីមុខបុប្ផានិងសុផាតោះយើងរត់ចេញតាមច្រកខាងក្រោយសុផាសម្រេចចិត្តគ្រារចនាដែលកំពុងសន្លប់រួចនាំបុប្ផារត់សម្ដៅទៅរកទ្វារតូចមួយនៅខាងក្រោយផ្សារនៅពេលពួកគេរត់កាត់តូបលក់សម្លៀកបំពាក់
ស្រាប់តែរូបជក់ជាច្រើនដែលតាំងលក់នៅទីនោះចាប់ផ្ដើមងាកក្បាលតាមពួកគេយឺតរូបជក់ខ្លះចាប់ផ្ដើមដើរចេញពីកន្លែងតាំងរួចមកឈរបាំងផ្លូវពួកគេបុប្ផាក៏មើលភ្នែករបស់ពួកវាសុផាស្រែកប្រាប់ខណៈពេលដែលពួកគេរៀបនឹងដល់ទ្វារចេញស្រាប់តែមានដៃដ៏វែងមួយលូតចេញពីក្នុងគំនរសម្លៀកបំពាក់ចាស់មកចាប់ទាញសក់បុប្ផាយ៉ាងខ្លាំងរហូតដល់នាងដួលផ្ងាក្រោយបុប្ផាស្រែកជួយផងស្រែកទាំងការឈឺចាប់ខ្មោចស្រីម្ចាក់តបសាច់នោះបានលេចមុខមកចំពីលើមុខបុប្ផារួចហាមាត់ដែលពោពេញដោយឈាមបំរុងនឹងខំក្នុងខណៈពេលដែលខ្មោចស្រីនោះបំរុងនឹងខំបុប្ផាសុផាដែលកំពុងគ្រារចនាក៏ក្រឡេកឃើញប្រអប់ដែកតូចមួយដែលជ្រក់ចេញពីក្រោមតុសัตว์ក្នុងពេលដែលខ្មោចនោះវាចុះមកគេមានអារម្មណ៍ថាប្រអប់នោះប្រហែលជាមានអ្វីមួយយ៉ាងសំខាន់សុផាសម្រេចចិត្តដាក់រចនាចុកយឺតរួចស្ទុះទៅរើសប្រអប់នោះមកបើកនៅក្នុងប្រអប់នោះមានរូបថតចាស់មួយសន្លឹកបង្ហាញពីស្ត្រីម្ចាស់តូបសាច់កំពុងញញឹមយ៉ាងស្រស់ជាមួយកូនស្រីតូចរបស់នាងនិងមានខ្សែកមាសមួយខ្សែដែលមានរូបព្រះសុផាស្រែកឡើងរួចបង្ហាញរូបថតនោះទៅកាន់ខ្មោចស្រីអ្នកមីងនេះជារូបថតរបស់អ្នកមីងនិងកូនស្រីមែនទេកូនស្រីរបស់អ្នកមីងនៅតែរងចាំអ្នកមីងជានិច្ចឬពាក្យនេះខ្មោចស្រីដែលកំពុងសង្កត់លើបុប្ផាស្រាប់តែរឹងខ្លួនភ្នែកដែលធ្លាប់តែក្រហមងាំងចាប់ផ្ដើមប្រែជាស្រទន់ហើយទឹកភ្នែកឈាមក៏ហូរស្រក់មកលើអ៊ិតនាងលែងដៃពីបុប្ផារួចសម្លឹងមើលរូបថតនោះដោយការនឹករលឹករំពេកនោះផ្សារដែលធ្លាប់តែងងឹតស្លុបចាប់ផ្ដើមមានពន្លឺពណ៌សដ៏ស្រស់ស្អាតមួយចែកមកពីលើដំបូលសំឡេងសាយដ៏គួរឲ្យខ្លាចបានប្រែទៅជាសំឡេងខ្សឹបដ៏ស្រទន់អរគុណក្មួយដែលជួយរំលឹកសតិមីងស្លាប់ទៅទាំងក្តីបារម្ភនឹងការចងកំហាំងទើបវិញ្ញាណមីងមិនអាចទៅណាឆ្ងាយពីតូបនេះបានស្រមោលខ្មៅនឹងរូបជក់ដែលធ្លាប់តែដើរលងបន្លាយក៏ចាប់ដោរលាយបាត់ទៅក្នុងអាកាសធាតុដ៏ស្ងប់ស្ងាត់វិញ្ញាណស្ត្រីនោះបានប្រែមកជាមានសម្លៀកបំពាក់ស្អាតបាតវិញរួចញញឹមដាក់ញាក់ទាំង3ជាលើកចុងក្រោយមុននឹងរលាយបាត់ទៅក្នុងពន្លឺរចនាក៏ចាប់ដើមដឹងខ្លួនឡើងវិញយឺតនាងសម្លឹងមើលមិត្តភក្តិទាំងពីរដោយភាពងឿងឆ្ងល់យើងនៅរក់មែនទេបុប្ផាអោបមិត្តភក្តិទាំងពីរទាំងទឹកភ្នែកចាយើងសុវត្ថិភាពហើយអ្នកមីងបានទៅកាន់សុគតិភពហើយមួយសប្តាហ៍ក្រោយមកបុប្ផារចនានិងសុផាបាននាំគ្នាទៅវត្តដើម្បីធ្វើចង្ហាន់ប្រគេនព្រះសង្ឃនិងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណស្ត្រីម្ចាក់តូបសាច់នោះពួកគេក៏បានស្រាវជ្រាវរកកូនស្រីរបស់គាត់ហើយក៏បានយកប្រអប់ដែកនិងខ្សែកនោះទៅប្រគល់ជូននាងវិញចាប់ពីថ្ងៃនោះមកផ្សារចាក់នោះលែងមានរឿងរន្ធត់ទៀតហើយមនុស្សជាច្រើនចាប់ដើមលក់ដូរដោយក្តីសប្បាយរីករាយហើយអ្នកទាំង3ក៏បានរៀនសូត្រថាសេចក្តីស្រឡាញ់និងការអភ័យទោសគឺជាពន្លឺដែលអាចកម្ចាត់ភាពងងឹតនិងការចងពៀបានគ្រប់យ៉ាងសូមអរគុណសូមជម្រាបលា